បាទថ្ងៃនេះផងដែរគឺខ្ញុំសូមមកធ្វើការ review នៅប្រភេទស្នាដៃដែលជាការសិក្សារចនាម៉ូដឡើងដោយក្រុមការងារយើងខ្ញុំផ្ទាល់ផងដែរអញ្ចឹងសម្រាប់ប្រភេទគម្រោងផ្ទះ Villato នេះគឺជាការសិក្សាប្លង់ឡើងដើម្បីបកគោលឲ្យទៅខាងម្ចាស់គម្រោងអញ្ចឹងសម្រាប់គម្រោងប្រភេទប្លង់ផ្ទះ Villato នេះគឺមានទំហំ7គុណជាមួយនឹង14ម៉ែត្រដែលជាការសិក្សាឡើងដោយក្រុមការងារយើងខ្ញុំផ្ទាល់ផងដែរអញ្ចឹងសម្រាប់ប្រភេទផ្ទះនេះគឺមាន3បន្ទប់គេងនៅជាន់ផ្ទាល់ដីមាន1បន្ទប់គេងមានកន្លែងទទួលទានអាហារមួយមានផ្ទះបាយមួយហើយនៅមានកន្លែងទទួលភ្ញៀវមួយហើយនៅជាន់ទី1ជាន់ first floor គឺមាន2បន្ទប់គេងហើយនឹងមាន2បន្ទប់ទឹកអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលមានតម្រូវការក្នុងការសិក្សាគម្រោងម៉ូដប្លង់ពុកម៉ែបងប្អូនអាចធ្វើការទំនាក់ទំនងមកខាងក្រុមការងារខ្ញុំបានតែឡើយសម្រាប់គម្រោងផ្ទះនេះគឺយើងសិក្សាផ្នែកinterior ផងនិងផ្នែក exterior ផងដើម្បីបកគោលការងារទៅឲ្យខាងម្ចាស់គម្រោងផ្ទាល់ផងដែរអញ្ចឹងកន្លែងនេះគឺជាកន្លែងទទួលភ្ញៀវដែលយើងមើលពីផ្នែកខាងក្នុងហើយយើងនឹងទៅត្រឡប់មើលពីផ្នែកកន្លែងទទួលទានអាហារកន្លែងនេះគឺជាផ្នែកនៃកន្លែងទទួលទានអាហារសម្រាប់ម្ចាស់ផ្ទះយើងត្រឡប់ទៅមើលផ្នែកបន្ទប់គេងនៅផ្នែកខាងក្នុងអញ្ចឹងសម្រាប់នេះគឺជាការរៀបចំទៅលើផ្នែកបន្ទប់គេងដែលយើងបានធ្វើការសិក្សាឡើងធ្វើការរៀបចំឡើងដើម្បីបកគោលឲ្យខាងម្ចាស់គម្រោងផ្ទាល់ផងដែរអញ្ចឹងយើងនឹងត្រឡប់ទៅមើលទីតាំងផ្ទះបាយអញ្ចឹងសម្រាប់ទីតាំងផ្ទះបាយគឺយើងរៀបឡើងគឺមានលក្ខណៈបែបនេះហើយយើងមានបន្ទប់ទឹក public មួយដែលយើងប្រើទូទៅនៅក្នុងការងារផ្ទះបាយអញ្ចឹងសម្រាប់នេះគឺជាជណ្ដើរឡើងទៅលើជាន់ទី1ហើយយើងមានផ្នែកខាងក្នុងនៃបន្ទប់គេងនៅលើជាន់ទី1ហើយនឹងមានបន្ទប់ទឹកប្រើនៅក្នុងបន្ទប់នឹងមួយដែរអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលមានតម្រូវការក្នុងការសិក្សាគម្រោងប្លង់ពុកម៉ែបងប្អូនអាចធ្វើការទំនាក់ទំនងមកខាងក្រុមការងារខ្ញុំបាន